ឥឡូវតោះខ្ញុំចង់បង្ហាញវីដេអូនេះជូនបងប្អូនដើម្បីយើងអាចមើលឃើញទាំងអស់គ្នាថានៅថ្ងៃហ្នឹងរៀងចុងខែ3ហ្នឹងគឺដោយសារមានភពចលនាភពមួយចំនួនវាប្រែប្រួលមិនប្រក្រតីអាចថាមិនប្រក្រតីអញ្ចឹងក៏បានឬក៏ថាជារឿងបាតុភូតកម្រមួយដែលកើតឡើងនៅលើមេឃហើយវាមានឥទ្ធិពលមកលើផែនដីយើងគឺជាចំណែកមួយដែរដែលនាំឲ្យមានព្រឹត្តិការណ៍កើតឡើងទាំងយើងឃើញរំជួយដីហ្នឹងបូកជាមួយនឹងរឿងទៅមុខទៀតក្នុងរវាង6ខែក្រោយនេះជាពិសេសផ្ទាល់ឥទ្ធិពលនេះអាចដល់ច្រើនឆ្នាំក៏ប៉ុន្តែ6ខែនេះគឺជាឥទ្ធិពលរងផ្ទាល់ចេញពីបាតុភូតដែលកើតឡើងក្នុងចុងខែ3នេះជាពិសេសគឺថ្ងៃចន្លោះថ្ងៃ29ថ្ងៃ30ខែ3នេះយោងតាមក្បួនតារាសាស្ត្រហើយខ្ញុំនឹងបង្ហាញវីដេអូជាក់ស្ដែងដែលក្បួននេះមិនមែនគ្រាន់ក្បួនលើกระดาษទេប៉ុន្តែឲ្យយើងមើលឃើញពីភាពជាក់ស្ដែងដែលឥឡូវហ្នឹងថ្ងៃហ្នឹងម៉ោងហ្នឹងយើងកំពុងអង្គុយមើលវីដេអូហ្នឹងយើងកំពុងតែស្ថិតនៅទីតាំងណានៃប្រព័ន្ធប្រតិទិនរបស់យើងភពណាខ្លះនៅខាងណាខ្លះនៃខ្លួនយើងឲ្យបានវាកើតជារឿងទាំងអស់ដែលយើងឃើញនៅជុំវិញខ្លួនយើងហ្នឹងវីដេអូនេះខ្ញុំដាក់ចំណងជើងវីដេអូអំពីចលនារបស់ភពទាំងឡាយក្នុងប្រព័ន្ធសូឡាគឺត្រឹមចុងខែ3ឆ្នាំ2025ខ្ញុំតាមពិតខ្ញុំមានវីដេអូមាន slide មួយទៀតបញ្យល់ពីគោលគំនិតសំខាន់ដើម្បីឲ្យបងប្អូនចាប់បានស្រួលយល់គ្នាថាកាលណាយើងនិយាយពាក្យប្រព័ន្ធសូឡាឬប្រព័ន្ធប្រតិទិនយើងសំដៅលើអីមិនមែនសូឡាយើងដាក់លើកំពូលផ្ទះនេះទេប៉ុន្តែសំដៅលើប្រព័ន្ធប្រតិទិនមួយទាំងមូលហើយកាលណាយើងនិយាយគ្នាប្រព័ន្ធប្រតិទិនមួយទាំងមូលគឺយើងនិយាយពីរឿងមានប្រតិទិនមួយហ្នឹងប្រតិទិនយើងឃើញរាល់ថ្ងៃហ្នឹងហើយមានភពទាំងឡាយនៅជុំវិញប្រតិទិនហ្នឹងវាតែងវិលជុំវិញប្រតិទិនហ្នឹងហើយវាស្ថិតនៅក្រោមដែនទំនាញរបស់ប្រតិទិនហ្នឹងរងឥទ្ធិពលប្រតិទិនហ្នឹងអាហ្នឹងគេហៅមកជុំវិញហ្នឹងរងឥទ្ធិពលដែនទំនាញដល់ត្រឹមណាត្រឹមហ្នឹងយើងហៅមកប្រព័ន្ធប្រតិទិនក្នុងប្រព័ន្ធប្រតិទិនយើងនេះយើងមានភពយ៉ាងហោចធំ7នេះហើយហ្នឹងអមតូចយើងច្រើនមួយចំនួនទៀតប៉ុន្តែយើងស្គាល់វាដូចយើងស្គាល់ក្នុងជីវភាពប្រចាំថ្ងៃយើងរាប់ច័ន្ទគៀពុទ្ធផុសសុក្រសៅរ៍រហូតមកជុំនឹងមកមាន7ហ្នឹងហើយហ្នឹងខ្ញុំចង់បញ្ជាក់ថានេះយើងនិយាយតែរឿងប្រព័ន្ធប្រតិទិនយើងឯងក្នុងចក្រវាលមួយក្នុង galaxy មួយមានប្រតិទិនពាក្យចក្រវាលហើយ galaxy មានន័យផ្សេងគ្នាពាក្យលោកធាតុក៏មានន័យផ្សេងគ្នាទំហំខុសគ្នាប៉ុន្តែខ្ញុំចង់បង្ហាញឲ្យបងប្អូនឃើញថា galaxy មួយចក្រវាលមួយក្តីគឺមានប្រតិទិនរាប់អត់អស់នៅក្នុងនោះយើងអត់និយាយដល់ប្រព័ន្ធប្រតិទិនគេផ្សេងមានមនុស្សសត្វរស់បែបជីវិតបែបគេណាផ្សេងវាមិនទេយើងនិយាយតែអំពីក្នុងប្រព័ន្ធប្រតិទិនរបស់យើងអូខេនៅជុំវិញប្រតិទិនយើងរាល់ថ្ងៃហ្នឹងមានភពមួយចំនួនដែលវិលជុំវិញប្រតិទិនហ្នឹងដូចយើងដែរហើយនេះពណ៌លឿងនេះគឺដំណើរលើប្រតិទិនហើយពណ៌ខៀវនេះគឺផែនដីយើងដែលត្រឹមត្រូវមែនតើនោះគឺប្រតិទិនត្រូវនៅកណ្ដាលហើយយើងទាំងអស់វិលជុំវិញប្រតិទិនទេក៏ប៉ុន្តែរូបក្នុងវីដេអូនេះយើងដាក់មកឲ្យផែនដីនៅកណ្ដាលអញ្ចេះដើម្បីក្នុងន័យឲ្យយើងងាយមើលឃើញអំពីចលនារបស់ភពទាំងឡាយវាវិលចូលក្នុងកន្លងតារារាសីទេដែលខ្ញុំនឹងបង្ហាញទៀតថាយើងមានបាតុភូតកម្រដែលកាត់ឡើងនៅចំថ្ងៃហ្នឹងមកថ្ងៃដែលពងធ្វើវីដេអូហ្នឹង29:30ហ្នឹងតែម្ដងនៅចុងខែហ្នឹងហ្មងខ្ញុំនិយាយភព2មិញខ្ញុំនិយាយមានផែនដីមិញនេះហើយនឹងនេះនៅក្បែរប្រតិទិននេះគឺធំជាងគេមួយនេះគឺភពសៅរ៍ថ្ងៃសៅរ៍យើងហ្នឹងភពសៅរ៍ហើយនេះភពពុទ្ធរៀងតូចដែរហើយនេះភពសុក្រអូខេអាតូចនេះខ្ញុំអត់បាច់រាប់ទេអានេះប្រច័នហើយនេះភពវោហើយនេះភពអង្គារយើងឃើញទៅទូទៅក្នុងភាពប្រក្រតីរបស់វាយើងឃើញភពវាតម្រង់ជួរវិលតាមកន្លងរបស់វាអញ្ចឹងហើយវាយូរម្ដងបានយើងថាកម្របាទភពកម្រហ្នឹងមានបាតុភូតដែលភពភាគច្រើនហ្នឹងវាមកក្តាំងគ្នាផ្ដុំគ្នាតែក្នុងកន្លងតារាវត្ថីតែមួយនេះតារាវត្ថីអាកម្មមួយនេះកាលណាវាក្តាំងគ្នាច្រើនក្នុងកន្លងតារាវត្ថីតែមួយតាមការសង្កេតក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិមិនមែនចេះតែសន្និដ្ឋានទេ
តែជាក្បួនច្បាប់សិក្សាតាមបែបវិទ្យាសាស្ត្រត្រឹមត្រូវព្រោះគណនាបូកទិន្នន័យបូកក្បួនខ្នាតជូតិសាស្ត្រនៃគម្ពីរវេទត្រឹមត្រូវបូកជាមួយនឹងយើងអាចមើលឃើញផ្នែកចេះបានទៀតសម័យនេះជាមួយបច្ចេកវិទ្យា digital រហូតដល់គណនាគម្លាតម៉ោងពេលវេលាដល់វិនាទីនិង degree នៃទីតាំងពិភពមួយទៅពិភពមួយទំនាញពិភពមួយទៅពិភពមួយគេហ៊ានព្យាករហ៊ានសន្និដ្ឋានតែម្ដងថាអាចមានរឿងអីកើតឡើងចំពោះពិភពលោកចំពោះភពផែនដីអ្វីដែលយើងនិយាយនេះយើងអាចនិយាយបានថាវាជាវិទ្យាសាស្ត្រមួយខ្ញុំចំពោះខ្ញុំជាវិទ្យាសាស្ត្រចាស់ហើយមានទិន្នន័យច្រើនជាងវិទ្យាសាស្ត្រមួយចំនួនដែលទៅមុខជាវិទ្យាសាស្ត្រមួយចំនួនទៅកើតសម័យក្រោយនេះផងអានេះកើតប្រហែលពាន់ឆ្នាំមុនមកហើយអញ្ចឹងរឿងវិទ្យាសាស្ត្រសហសម័យដែលអត់ទទួលស្គាល់ឬក៏ reject បដិសេធខាងតារាសាស្ត្រអានឹងរឿងរបស់អ្នកនោះមកជ្រុងមើលឃើញតាមទៅបច្ចេកទេសរបស់ខ្លួននោះក៏ប៉ុន្តែអ្វីខ្ញុំនិយាយនេះគឺជាក្បួនច្បាប់ដែលមានរាប់ពាន់ឆ្នាំមកហើយបូកជាមួយនឹងលំអានប្រវត្តិសាស្ត្រលំនាំប្រវត្តិសាស្ត្ររបស់មនុស្សជាតិដែលកើតឡើងដដែលគេចងក្រងទុកជាឯកសារជាទិន្នន័យសម្រាប់សិក្សាឲ្យយើងយល់ដឹងពីរឿងហ្នឹងមកអញ្ចឹងខ្ញុំរាប់ឈ្មោះភពមួយចំនួននៅក្នុងវីដេអូនេះបងប្អូនបានឃើញហើយនៅខាងនេះដែលចំណុចសំខាន់គឺបងប្អូនឃើញមានកាលបរិច្ឆេទខ្ញុំដាក់បង្ហាញនេះគឺ2025ខែ3ពីថ្ងៃទី4នេះទៅតាមពុតមានពេញមួយឆ្នាំប៉ុន្តែខ្ញុំជ្រាបយកមកតែចំណុចសំខាន់ឲ្យបងប្អូនឃើញរឿងអីដែលអាចកើតឡើងមិនដែលអាចទេដែលកំពុងកើតឡើងនៅចុងខែ3ឆ្នាំ2025នេះហើយនេះយើងមានម៉ោងផងអូខេចំណុចសំខាន់ហើយអូខេមួយចំណុចទៀតគឺកម្មមួយនេះកម្មនៃរង្វង់មួយនេះបងប្អូនឃើញមកកម្មនេះទាំងអស់វាមាន12កម្មមកកម្មហ្នឹងគឺសំដៅលើមិនខែបងប្អូនច្រឡំឈ្មោះដូចគ្នាយើងរាប់ពីមករានតនីកុម្ភៈមីនាមេសាឧសភាមិថុនាកក្កដាសីហាមកហើយកញ្ញាតុលាវិច្ឆិកាធ្នូនតនីអូខេអញ្ចឹងមកជុំហ្នឹងមាន12កម្ម12ខ្ញុំរាប់ពីមករាកុម្ភៈមីនាដល់ធ្នូមិញហ្នឹងអត់បាននិយាយខែទេតែជាឈ្មោះនៃកញ្ចុំផ្កាយមួយអូខេឈ្មោះកញ្ចុំផ្កាយមួយដែលវាមានតំណែងជាមួយនឹងទីតាំងនៃប្រព័ន្ធប្រទេសដែលយើងកំពុងស្ថិតនៅកំពុងរស់នៅរាល់ថ្ងៃហ្នឹងបើនិយាយចំមែនទែនវាជា snow ផែនទីក្នុងជីវិតយើងផងផ្កាយមួយហ្នឹងខ្ញុំអត់ចង់ទៅល្អិតរឿងហ្នឹងវាវែងឆ្ងាយបើសរុបមកខ្លីបងប្អូនឃើញកម្មរង្វង់មួយហ្នឹងគេហៅថាកន្លងតារារាសីមកកម្មហ្នឹងហើយខ្ញុំបញ្ជាក់ម្ដងទៀតជាទូទៅភពវាវិលជុំវិញព្រះអាទិត្យអញ្ចឹងវាកម្រដែលភពភាគច្រើនមកផ្ដុំគ្នាក្តាំងនៅក្នុងកន្លងតារារាសីតែមួយណាកាលណាមានបាតុភូតអញ្ចឹងកើតឡើងវាបង្ហាញថាអាចនឹងមានរឿងអីកើតឡើងមួយហើយរឿងអីដែលកើតឡើងហ្នឹងគេអាចគណនាគេអាចទាព្យាករទោះបីជាមិនចំ 100% មិនប្រអិនយើងមិនជាប្រអិនព្រះណាទៅទីចំ 100% ប៉ុន្តែមានភាពសង្កត់ច្រើនដូចខ្ញុំលើកឧទាហរណ៍អញ្ចឹងថាជួយដីគេអាចដឹងមុនជាពេលវេលាបានដូចយើងថាមុនអញ្ចឹងថានេះចុងខែ3ហ្នឹងវាមានជួយដីហ្នឹងគេថាមុនច្រើនហើយមិនដូចខ្ញុំគេថាបានជាពេលវេលាជាក់លាក់ពេលវេលាងាយស្រួលគណនាទេដោយសារចលនាភពមួយវាមិនចេះតែមានមួយឆ្នាំពីរឆ្នាំមួយខែពីរខែចេះតែវិលភពខ្លះយឺតខ្លះលឿនអញ្ចឹងទេឧទាហរណ៍ប្រច័នខ្ញុំចុចតិចទៀតវិលលឿនខ្ញាល់មកអញ្ចឹងវាវិលជុំវិញផែនដីហើយវាតូចជាងគេផងហើយវាវិលជុំវិញព្រះអាទិត្យមួយផែនដីហ្នឹងវាលឿនអញ្ចឹងហើយវាពេលវេលាបែបផ្សេងមួយជប់មួយថ្ងៃនៅលើប្រច័នផ្សេងដល់ពេលផែនដីម្រាប់បានប្រជុំព្រះអាទិត្យហ្នឹងវា365ថ្ងៃទៅបានមួយឆ្នាំមកបានប្រជុំហ្នឹងដល់ពេលភពសៅរ៍នេះអាធំនេះម្រាប់បានប្រជុំព្រះអាទិត្យហ្នឹងវាស៊ីពេលដល់30ឆ្នាំអញ្ចឹងការដែលវាគោចរឆ្លងពីមួយកម្មទៅមួយកម្មនៃកន្លងតារាវិថីនេះវាបដូរព្រឹត្តិការណ៍បដូរចិត្តគំនិតបដូររចនាសម្ព័ន្ធសង្គមនៅក្នុងពិភពលោកដែរវាមានអតិពលបែបអញ្ចឹងនេះយើងលើកបទពិសោធន៍របស់មនុស្សជាតិហើយកាលណាបើវាកំបាញ់ភ្ជាប់ច្បាច់បញ្ចូលគ្នាក្តាំងជាមួយគ្នានឹងភពផ្សេងដែលមានតំណែងផ្ទាល់រៀងៗខ្លួនជាមួយផែនដីហើយហ្នឹងវាមក
ប៉ះជួលគ្នាវាបង្កើតបានជារឿងអីមួយមកអាហ្នឹងគេមើលបែបតាមបែបអញ្ចឹងបាទអញ្ចឹងឥឡូវខ្ញុំយើងគ្រប់អស់ណាបងប្អូនជាចំណុចសំខាន់យើងមានកម្មមួយគឺជាឈ្មោះកញ្ចុំកាយមួយដែលបងប្អូនស្គាល់ហើយមករាកុម្ភៈមីនាមេសានេះហើយនឹងភពមួយខ្ញុំបានបង្ហាញមិញដែរអញ្ចឹងយើង play វីដេអូនឹងទាំងអស់នេះចុចវីដេអូទាំងអស់នេះយើងចាំមើលចុងខែ3ហ្នឹងមានរឿងអីកើតឡើងចំពោះកន្លងតារារិស័យហ្នឹងហើយខ្ញុំចុចវីដេអូហ្នឹងអូខេបងប្អូនរឿងឃើញវល់ខ្ញាល់លឿនជាងគេនេះគឺបច្ចាន់អូអញ្ចឹងខ្ញុំចុចវីដេអូនេះបងប្អូនឃើញទី1បច្ចាន់វល់លឿនជាងគេនេះតូចរត់លឿនជាងគេនេះហើយមកទៅហ្នឹងយើងខណ្ឌថ្ងៃពីថ្ងៃ4ខែ3មិញមួយថ្ងៃ9ខែ3ប្រហែលថ្ងៃហ្នឹងគឺភពផែនដីយើងជាមួយព្រះអាទិត្យនេះនៅទៅនេះដែលព្រះអាទិត្យនៅកន្លែងដដែលនេះផែនដីវិលជុំវិញតិចអញ្ចឹងប៉ុន្តែក្នុងហ្នឹងមានរឿងច្រើនដែលកើតឡើងនៅលើមេឃបាទយើងឃើញមិញភពមានចលនាមកដុំនេះមិញមានច្រើនមិញនេះជាពិសេសភពសុក្រហើយនិងភពពុទ្ធនេះអូខេយើងខ្ញុំទៅទៀតអូខេយើងមើលមែនតើគឺបច្ចាន់រត់ឆ្លងមកដល់តារារាសីនៃដុល្លារនេះហើយនេះយើងឃើញភព2នេះដែលមកក្តាំងជាមួយគ្នាគឺភពពុទ្ធហើយនិងភពសុក្រអូខេហើយទន្ទឹមនឹងនៅក្នុងកន្លងតារារាសីផៃស៊ីគឺបើយើងខ្មែរយើងថាមីនានេះយើងមានប្រមាណភពនៅក្នុងនេះហើយស្រេចហើយឥឡូវយើងលើកដល់ថ្ងៃ14ខែ3យើងមកទៀតយើងមើលឃើញបច្ចាន់កំពុងតែវិលនួចខ្នាតមកចឹងមកទំនឹងមេអា2នេះចាប់ដើមរយៈថយក្រោយអូខេភពតាមពិតវាមានចលនាត្រង់ទៅមុខអញ្ចឹងប៉ុន្តែក្នុងគណៈកាលណាមួយមិនដឹងจะមានរឿងអីមិនដឹងនៅក្នុងអាកាសក្នុងភាពទទីនៃប្រព័ន្ធចក្រវាឡហ្នឹងវារយៈថយក្រោយមកអញ្ចឹងហើយរយៈមិនវាមកចំគ្នាទាញមកថយក្រោយមែនទេយើងឃើញបងប្អូនតាំងពីដើមខែ3មករហូតដល់ថ្ងៃទី20ខែ3ហ្នឹងវាមកដល់ពេលជួយផែនដីនៅមីយ៉ាន់ម៉ាហើយថៃហ្នឹងមកចំត្រឹមគ្នានឹងហ្មងចំនឹងថ្ងៃសូគ្រាសទៀតវាមកបង្កើតរឿងនឹងមកផ្លែតហើយបានវាបកទៅវិញអញ្ចឹងណាវាអាហ្នឹងវាចៃដន្យឬក៏មិនចៃដន្យវាមិនបានចេញមកអញ្ចឹងចង់និយាយអញ្ចឹងអានេះមិនក្នុងវីដេអូនេះខ្ញុំចង់និយាយពិភពមែនតើដែលកំពុងនៅលើលំហអាកាសហើយវាមកអាចបង្កើតរឿងអញ្ចឹងបានណាបើវាមកអ្នកក្តាំងគ្នាចំថ្ងៃផ្សេងវាមានអីតែមិនមកចំពេលហ្នឹងអញ្ចឹងហើយមិនតែពេលហ្នឹងឯងចប់ថ្ងៃហ្នឹងដាច់ខែហ្នឹងទៅមានរឿងផ្សេងទៀតឥឡូវខ្ញុំផ្លេតទៀតអូខេខ្ញុំចូលថ្ងៃ22ខ្ញុំតាមពិតខ្ញុំចង់ទាញយកថ្ងៃ21ថ្ងៃចាប់ដើមសមរិត្រីក្នុងគវត្តយើងនេះ21 22 23ប៉ុន្តែរឿងហ្នឹងគឺមរិត្រីគឺយើងនេះព្រះអាទិត្យណែអង្គរតាមគវត្តតាមពិតនៅទីនេះអង្គរវត្តនៅពាក់កណ្ដាលយើងអ្នកដែលថតមកអង្គរយើងថតផែនដីអញ្ចេះហើយអង្គរនៅកណ្ដាលនេះហើយព្រះអាទិត្យរះបែកក្រោមពីក្រោយអានឹងខ្ញុំនឹងបញ្យល់វីដេអូឬក៏ slide បន្ទាប់ទៀតពីរឿងថាហេតុអីបានមានព្រឹត្តិការណ៍សមរិត្រីនឹងមកវារត់ស៊ីគ្នាមិនបានវាអាចចេញមកអញ្ចឹងបានហើយមិនបានដូនតាយើងមិនបានដឹងរឿងហ្នឹងជារឿងអស្ចារ្យខ្លាំងមែនតើប៉ុន្តែអ្វីខ្ញុំចង់ចាប់សំខាន់នោះគឺពី21សមរិត្រីហ្នឹងយើងឃើញចាប់ដើមភពវារត់តម្រង់គ្នារត់មករកកន្លងតារាវិថីតារារិស័យតែមួយយើងមកឃើញថយមកទៀតថ្ងៃ23សមរិត្រីនៅលៃនេះនៅអង្គរវត្តហើយនឹង23នេះភព2នឹងវាមកទន្ទឹមគ្នាថយមកភពពុទ្ធហើយនឹងភពសុក្រថយមកដើម្បីមកចូលក្នុងកន្លងតារារិស័យផៃស៊ីនេះផៃស៊ីនឹងដល់លើមីនានេះមីនាគឺត្រី2រូបត្រី2ទឹកសមុទ្រមិនបញ្ហាជួយដីនៅសមុទ្រខ្ញុំទៅទៀតខ្ញុំទៅដល់ថ្ងៃចុងខែ3យើងនេះឥឡូវខ្ញុំចុច play វីដេអូទៀតយើងឃើញ26ព្រះអាទិត្យរត់មកដល់នេះបច្ចាន់រត់មកដល់នេះរត់លងលឿនស្លេមកមិញមកដល់នេះអញ្ចឹងប្រមាណភពនេះក៏ចាប់ដើមចូលមកក
ក្នុងលោកតារាសីនឹងដែរអូខេប្រច័នចូលក្នុងលោកតារាសីនឹងមកថ្ងៃទី27ខែ3មុនជួយដីនឹងមិនតិចមួយថ្ងៃប្រហែលម៉ោងមុនហ្នឹងហើយនឹងនៅសល់ភពពុទ្ធមួយទៀតមិនតាន់ចូលភពសុកចូលក្នុងកលងតារារិស័យនឹងបានបន្តិចហើយថ្ងៃ27ហ្នឹងគ្រាន់តែចូលភ្លឹបជួយដីត្មងម៉ោងយើងអាចផ្ទៀងជួយផ្ទៀងខ្ញុំផងម៉ោងជួយដីនឹងម៉ោងប្រហែលជាក់លាក់ហើយនឹងធៀបជាមួយនឹងម៉ោងនាទីនេះមិនម៉ោងដាក់នៅទៅនេះណាហើយដាក់នៅនឹងឲ្យស៊ីម៉ោងគ្នាហ្មងគាត់ចូលខ្ញុំទៅទៀតអូខេចូលថ្ងៃ28ហ្មង28អានេះតន់ចូលអស់ពេញហើយប៉ុន្តែត្រឹមគិតតែត្រឹមប៉ុណ្ណឹងក៏បានដែរត្រឹមប៉ុណ្ណឹង6ភពមកក្តាំងគ្នានៅជន់គ្នានៅមួយកន្លែងនឹងតែម្ដងនៅក្នុងគម្រោងតារារិស័យតែមួយដែលតារារិស័យផៃស៊ីហ្នឹងបើរូបយើងមើលឃើញរូបមករាកុម្ភៈមីនាគេដាក់ត្រីពីរនៅក្នុងសមុទ្រអញ្ចឹងក៏តារាសាស្ត្រមួយចំនួនគេចង្អុលថាឲ្យប្រយ័ត្ននៅតាមប្រទេសមួយចំនួននៅតាមឆ្នេរសមុទ្រហ្នឹងនេះសរុបមកនេះរាប់មកឃើញ6ភពហើយពុទ្ធភពសុក្រនេបទូនប្រច័ន4ហ្នឹងហើយនឹងធំជាងគេនេះអានេះសៅភពសៅនេះសាទ័រនេះហើយនឹងតូចមួយទៀតនៅក្នុងនេះហើយវាក្តាំងគ្នានៅក្នុងមួយកន្លែងហ្នឹងបដិភូនហ្នឹងកម្រយើងឃើញមានមួយខ្ញុំនឹងមានវីដេអូនឹងបង្ហាញដែរនៅពីឆ្នាំ2000ដល់7ខ្ញុំបង្ហាញនៅវីដេអូនោះ7នោះអាធំទៀតហើយដែលធំជាងគេនោះគឺអាភពសុកភពពហោះនេះហើយនឹងមួយអាសៅនោះអមគ្នាគេហៅ the great conjunction មានថាមហាប្រសពនោះមិនកម្រពីនឹងកម្រជួបមុខគ្នាហើយនៅកន្លែងលោកតារាវថៃតែមួយហើយវាជួបឆ្នាំ2000ហ្នឹងដូច7ភពតម្រង់ជួបគ្នាបូកនឹងអាធំជាងគេនោះមកនឹងចូលមកផ្ទុះបដោយកន្លែងដូចបានម្ល៉េះមួយឆ្នាំតាំង2025ឆ្នាំឥឡូវយើងមកមានរឿងនឹងម្ដងទៀតហើយយើងអាចមើលសារខ្ញុំប៉ុស្តិ៍ក្នុង Facebook នឹងឡើងវិញក៏បានកាលពីដើមខែហ្នឹងថាខ្ញុំថា2000ក្រោយ2000ឆ្នាំ2000វាកើតរឿងភព6ប្រសពគ្នាហ្នឹងវានៅឥទ្ធិពលមកដល់យើងឥឡូវហ្នឹងក្នុង5ឆ្នាំនៅមានចុះឥឡូវម្ដងនេះទៀតវាសល់ឥទ្ធិពលប្រមាណឥឡូវរងខ្លះហើយយើងឃើញនៅរជួយដីមកគ្នាអ្នកដែលរងគ្រោះមានឥទ្ធិពលហ្នឹងមិនដឹងគ្នាប្រហែលឆ្នាំបានរួចពីរឿងឧទាហរណ៍រឿងសេដ្ឋកិច្ចបំណុលទ្រព្យសម្បត្តិគ្នា business គ្នាដាក់ដួលរលំនោះអានឹងគិតសំភារៈអាចរឿងផ្លូវចិត្តមិនដឹងគ្នាប្រហែលឆ្នាំបានរួចរឿងហ្នឹងទៅអានេះប៉ុន្តែខ្ញុំចង់និយាយនេះមិនមែនតែរឿងអវិជ្ជមានទេរឿងវិជ្ជមានក៏មានច្រើនដែរនៅក្នុងក្បួនតារានេះណាឧទាហរណ៍ដូចរឿងភពសៅវាធ្លាក់ចូលមកកន្លងនេះហើយវាចុងក្រោយវាមកបន្តទៀតនេះវាមានរឿងដែលយើងអាចមើលឃើញច្រើនក្រោយពីខែ3ឆ្នាំ2025នេះទៅឥឡូវខ្ញុំទៅវីដេអូនឹងបន្តិចទៀតអូខេយើងឃើញថ្ងៃទី31ចូលពេញតែម្ដងអូខេថ្ងៃ31ខែ3ឆ្នាំ2025មកចូលពេញតែម្ដងប៉ុន្តែប្រចាំនេះដូចមកផុតបាត់ហើយបន្តិចអាចចន្លោះ30 31ហ្នឹងប្រចាំនៅនេះតលៃទេអញ្ចឹងប្រចាំទៅផុតមែនក៏ដោយប៉ុន្តែនៅសល់ប្រមាណនេះយើងដល់ដើមខែ4ទៅមកបានវាចាប់ដើមប្រឡែងមកវិញប្រមាណនេះប្រឡែងមួយដល់ខ្ញុំ play មកអូខេដូចខ្ញុំបង្ហាញថ្ងៃ31ខែ3នោះឥឡូវយើងវាថយមកដល់នេះឃើញភពពុទ្ធភពសុកនេះថយមកដល់ថើបភពសៅនេះបានវាចែកផ្លូវគ្នាអូខេយើងឃើញភពពុទ្ធប្រចាំមកម្ដងទៀតនោះយើងឃើញភពពុទ្ធឡើងលឿនទៅហ្មងឃើញវាមិនបានអញ្ចឹងមិនបានធម្មជាតិនឹងមកអញ្ចឹងវាថយមកថើបគ្នានៅក្នុងនេះឡើងមកសទុះហើយបានយើងឃើញភពពុទ្ធនោះឡើងលឿនស្លេវទៅហ្មងវ៉ាដាច់ភពទាំងប្រមាណនោះហើយបានភពសុកនឹងបដាមកដើមមកអូខេឥឡូវយើងមានប៉ុណ្ណឹងសម្រាប់វីដេអូនោះប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញនៅទីនេះគឺរឿង2ធំតាមពិត3ធំរឿងមួយគឺបាតុភូតភព6ជាន់គ្នានៅក្នុងកន្លងតារារិស័យតែមួយមានបញ្ហាមួយចំនួនដែលគេចង់ប្រាប់មកពិភពលោកខ្ញុំបានឧទាហរណ៍រឿងកូវីដនឹងម្ដងហើយនឹងមួយ
ទី2រឿងថ្ងៃនឹងតដែលជន់គ្នា6នឹងបូកជាមួយនឹងសូគ្រីទៀតណាតាមពិតយើងមានច័ន្ទគ្រាសម្ដងដូចថ្ងៃ13 14នេះម្ដងប៉ុន្តែជាទូទៅក្នុងក្បួនតារាសាស្ត្រច័ន្ទគ្រាមុនជន់ជាមក clean សម្អាតហើយបន្ទាប់មកបានសូគ្រាចំថ្ងៃហ្នឹងហ្មងដល់29មិញនេះឥឡូវខ្ញុំដាក់វីដេអូនេះមកថ្ងៃ4ខែ3ប៉ុណ្ណេះច័ន្ទគ្រាហ្នឹងថ្ងៃ29 30ត្មងបាទ29 30អូចូលខែ5បាទតុងម្លោះហ្នឹងច័ន្ទគ្រា29 30នឹងហ្មងច័ន្ទគ្រាចំថ្ងៃជន់គ្នាជាមួយនឹងសូគ្រាចំថ្ងៃជន់គ្នាជាមួយនឹងមើលពេលសូគ្រាខ្ញុំឲ្យច័ន្ទវារត់មកខ្ញុំបាទចំគ្នាណែ6ចំគ្នានៅលងតារារិស័យតែមួយចំថ្ងៃសូគ្រា29 30នឹងតែម្ដងអញ្ចឹងមានរឿងជន់គ្នាច្រើននៅក្នុងហ្នឹងអញ្ចឹងដែលខ្ញុំបានសេក្នុង Facebook ខ្ញុំនោះថាថ្ងៃដែលចូលឆ្នាំពិតប្រាកដគឺមិនមែនថ្ងៃដាច់2024ចូល25ទេណាអានោះគ្រាន់តែជាលេខអត់មានន័យអីក្នុងគ្រិស្តសករាជនោះចង់ថាហ្នឹងឯងប៉ុន្តែដែលខ្មែរយើងធ្វើដូនតាខ្មែរយើងធ្វើចូលឆ្នាំនៅខែខ្មែរយើងចូលឆ្នាំនៅខែមេសាហ្នឹងគឺគាត់មិនដឹងជាដឹងមិនតាំងពីដើមគាត់មកគាត់ចេះបួននឹងដឹងភពវល់នឹងតាំងពីប្រហែលពាន់ឆ្នាំមកហើយហ្នឹងគឺត្រូវហើយដែលដាច់ខែដាច់ឆ្នាំមួយចូលឆ្នាំមួយគឺភពទាំងឡាយគាត់ត្រូវមកត្រឡប់បានមកជុំនៅត្រឹមខែមីនាហ្នឹងហើយដែលតជុំថ្មីគឺចាប់ពីខែមេសាទៅគេរាប់ដើមទីនៃជុំទាំងមូលគឺគេរាប់ពីមេសាមកមិនបានរាប់ពីមេសាមកអាហ្នឹងគេមានក្បួនគណនាសមរាត្រីដែលខ្ញុំនឹងបង្ហាញនៅ slide បន្ទាប់សមរាត្រីបងប្អូនអត់ស្គាល់គឺរឿងថ្ងៃរះចំពូលអង្គរវត្តហ្នឹងណាមិនបានមកដាក់ចំពេលហ្នឹងហើយមិនបានគេចូលឆ្នាំខែមេសាហ្នឹងគឺមានក្បួនមកគេក្នុងគណនាហ្នឹងគេរាប់ដើមទីនៃមកជុំតែម្ដងនោះគឺគេរាប់ពីមេសាហ្នឹងទៅចំណុច0នៃមេសាមកអូខេ